របៀបកំណត់សម្គាល់ទៅលើចំណុចសំខាន់លើក្បាលដីតាមតំបន់ឬតាមភូមិនីមួយៗនៅលើផែនទីអញ្ចឹងការកំណត់សម្គាល់នេះគឺមានសារៈសំខាន់មែនទែនសម្រាប់ការកំណត់ទៅលើក្បាលដីទៅតាមតំបន់ដែលកំពុងមានបញ្ហាឬក៏ជាក្បាលដីដែលជាដីព្រៃឬក៏ដីគម្របព្រៃឬក៏ដីបឹងអីហ្នឹងគឺយើងអាចធ្វើតាមមធ្យោបាយនេះគឺងាយស្រួលជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាមកកាន់ Chair Khmer Learning ថ្ងៃនេះដែរខ្ញុំលើកយក tip មួយទាក់ទងនឹងការ bookmark ទាក់ទងនឹងការ bookmark នេះមានសារៈសំខាន់មែនទែនសម្រាប់ការងារពិនិត្យទៅមើលតំបន់ទីតាំងដីរបស់យើងឲ្យបានលឿនចាំមានន័យថាខ្ញុំមានប្លង់ដីមួយនេះដែលជាប្លង់ក្បាលដីហើយខ្ញុំមាននៅទិន្នន័យដែលខ្ញុំចង់រកដែលខ្ញុំបោកម៉ាក់ទុកហ្នឹងមានដូចជាដីព្រៃដីបឹងនិងដីមានទំនាស់អីផ្សេងក្បាលដីលេខម៉ានខ្ញុំងាយស្រួលរកខ្ញុំមិនចាំបាច់មកអស់រមើលម្ដងមួយឬក៏រមើលនៅក្នុង attribute table អីទេវាយូរវាយូរអញ្ចឹងនៅក្នុងចំណុចនេះយើងអាចបុកម៉ាក់មានន័យថាដូចជា concept ពេលនេះអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំបុកម៉ាក់ក្បាលដីលេខ755ដីបឹងរបស់រដ្ឋពេលដែលខ្ញុំចុចទៅលើ box mark ហ្នឹងមកវាលោតផ្ទាំងហ្នឹងឲ្យយើងមកឃើញទេវាបង្ហាញយើងក្បាលដីលេខ775ដីបឹងរបស់រដ្ឋអញ្ចឹងយើងចុចទៅលើក្បាលដីលេខ1980ដីគម្របព្រៃពេលដែលយើងចុចទៅវាលោតឲ្យយើងអញ្ចឹងវាស្រួលណាអញ្ចឹងយើងអត់ចាំបាច់មកអង្គុយរមើលចេះវាយូរទេយើងគ្រាន់តែចុចទៅយើង box mark ទៅកន្លែងណាសំខាន់គឺយើងអាចរមើលបានអញ្ចឹងងាយស្រួលណាយើងវិធីសាស្ត្រយើងអាចធ្វើបានយើងធ្វើទៅក្នុងកម្មបុកម៉ាករបស់យើងមកអានេះខ្ញុំអាច remove ចោលអញ្ចឹងដើម្បីយើងធ្វើបានយើងត្រូវធ្វើម៉េចដូចចំណុចនេះអញ្ចឹងខ្ញុំឧទាហរណ៍មួយថាក្បាលដីលេខនេះមួយចាស់ជាដីបឹងខ្ញុំគ្រាន់តែចុចទៅកាន់ក្បាលដីហ្នឹងមកយើងបញ្ចូលព័ត៌មាននៅក្នុង starter មួយមកឲ្យងាយយល់ណាយើងដាក់ថាដីបឹងរបស់រដ្ឋអញ្ចឹងមកខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងខ្ញុំគិតថាខ្ញុំ zoom មកឲ្យវាឃើញប៉ុណ្ណឹងមកអញ្ចឹងពេលដែលខ្ញុំ zoom មកឲ្យឃើញប៉ុណ្ណឹងពេលដែលខ្ញុំចុចមកគឺវាដឹងតែចេញប៉ុណ្ណឹងឲ្យយើងហើយអញ្ចឹងយើងចូលទៅកាន់កន្លែង bookmark យើង new bookmark មកយើងដាក់ឈ្មោះក្បាលដីលេខ1056ដីបឹងរបស់រដ្ឋឧទាហរណ៍ណាខ្ញុំចុច OK មកដីបឹងនេះស្អីខុសខ្ញុំចូលទៅកាន់ edit ខ្ញុំធ្វើការ modify វាបន្តិចសិនកែប្រែបន្តិចសិនដីបឹងអូខេនេះអូខេអញ្ចឹងពេលដែលខ្ញុំចុច bookmark ទៅវាច្បាស់ជាបាននៅកន្លែងដីបឹងហ្នឹងមួយខ្ញុំរកទីតាំងណាមួយទៀតដូចជាទីតាំងនេះខ្ញុំឧទាហរណ៍ new bookmark ដូចគ្នានៅត្រង់កន្លែងនេះខ្ញុំដាក់នៅក្នុង edit ខ្ញុំ attribute មួយសិនខ្ញុំបញ្ចូលព័ត៌មាននៅក្នុង starter ងាយស្រួលចំណាំមានន័យថាដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសំណង់ជាមួយក្រុមហ៊ុនជាមួយក្រុមហ៊ុនសុខាឧទាហរណ៍អូខេអញ្ចឹងខ្ញុំបានប៉ុណ្ណឹងមកដីកំពុងមានទំនាស់ដីលេខក្បាលដីលេខ814ខ្ញុំ zoom វាអស់ប៉ុណ្ណឹងមកខ្ញុំកន្លែងនេះយើងបញ្ចូលហើយយើង save ផងហើយចូលទៅកាន់ map
map យើង create យើង new bookmark មកក្បាលដីលេខប៉ុន្មាន814យើងបញ្ចូលព័ត៌មានទាំងតិចមកអូខេតោះអញ្ចឹងយើងទៅរកក្បាលដីមួយទៀតនេះយើងបាន bookmark ហើយណា4 5ក្បាលដីទៅក្បាលដីនេះមួយទៀតដីសាមប្រទានរបស់រដ្ឋដែលកំពុងមានបញ្ហាជាមួយប្រជាពលរដ្ឋដីសាមប្រទានដីសង្គមកិច្ចដីសាមប្រទានរបស់រដ្ឋដែលកំពុងមានបញ្ហាជាមួយពលរដ្ឋអូខេយើងចូលឲ្យចូលទៅកាន់ edit យើង save វាផងចានេះខ្ញុំបុក mark ដីនឹងមួយទៀតមកក្នុង map យើងបុក mark មួយទៀតមកក្បាលដីលេខ469ដីសាមប្រទានឧទាហរណ៍នេះយើងបុក mark ប៉ុណ្ណឹងនៅកន្លែងមួយទៀតយើងបុក mark ឲ្យបាន4 5កន្លែងទៅយើងងាយស្រួលចំណាំក្បាលដីលេខ10 គុត 23ខ្ញុំឧទាហរណ៍ដីគម្របព្រៃនៃគម្របព្រៃដែលជាប់ដែលមានបញ្ហាជាមួយពលរដ្ឋ3គ្រួសារឧទាហរណ៍ដីគម្របព្រៃអូខេខ្ញុំឧទាហរណ៍ប៉ុណ្ណឹងទៅអញ្ចឹងខ្ញុំបុក mark មួយទៀតបាទដីលេខប៉ុន្មាន10 គុត17 10 គុតដីគម្របព្រៃអានេះខ្ញុំបុក mark ប៉ុណ្ណឹងអញ្ចឹងខ្ញុំបុក mark មិញដូចជាបាន5ទីតាំងដែរអូខេនេះមួយទៀតខ្ញុំបុក mark ដីនេះមួយទៀតក្បាលដីដែលកំពុងមានបញ្ហា10 គុណ 23ដីគម្របព្រៃខ្ញុំបុក mark មួយទៀត10 គុណ 23យេអញ្ចឹងខ្ញុំសន្មតថាខ្ញុំបុក mark ប៉ុណ្ណឹងយេអញ្ចឹងយើងធ្វើអីធ្វើទៅនៅក្នុងប្លង់ហ្នឹងយេយើងកែកុនយើង zoom មិនយើងធ្វើមិនទៅតាមតម្រូវការរបស់យើងតែបើសិនជានៅក្នុងប្លង់ហ្នឹងយើងចង់ឆែកទៅលើអាដីដែលកំពុងតែមានបញ្ហាចំណុចសំខាន់ហ្នឹងយើងត្រូវធ្វើមិន
នៅក្នុង bookmark នេះមិញនេះឧទាហរណ៍ថាដីក្បាលដីលេខ10 គុត 56 ដីបឹងបោះរត់អញ្ចឹងយើងគ្រាន់តែចុចលើវាមកវា zoom មកឲ្យយើងឃើញវាប្រាប់យើង10 គុត 56 ដីបឹងបោះរត់ចាវា load ប្រាប់យើងនៅត្រង់កន្លែងនេះដើម្បីវា load បានតើយើង display bookmark label ណានៅកន្លែងនេះយើងយក display bookmark label មកកន្លែងនេះយើងអាចចូលទៅកាន់ក្បាលដីមួយទៀតសំខាន់មានន័យថាយើងកត់ត្រានៅ bookmark នៅចំណុចសំខាន់នៃក្បាលដីតំបន់មួយហ្នឹងណាអញ្ចឹងខ្ញុំចូលទៅកាន់514យើងឃើញក្បាលដីលេខ514ដីដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសុខាឃើញទេមិញយើងចុចមកនេះដីកំពុងខ្ញុំសេខុសដីកំពុងមានទំនាស់មួយក្រុមហ៊ុនសុខាយេមួយទៀត469ដីសាមទានរបស់រដ្ឋដែលកំពុងមានបញ្ហាយេក្បាលដីលេខ71 10 គុតដីកម្រព្រៃក្បាលដីលេខ10 គុត 23យើងចុចមកនេះដីកម្រព្រៃដែលមានបញ្ហាជាមួយ3គ្រួសារឃើញទេចឹងយើងងាយស្រួលបើយើងទៅអង្គុយរំដងមួយវាយូរហើយយើងមិនដឹងថាដីនៅក្នុងប្លង់រាប់រយប្លង់ហ្នឹងវាមានដីណាខ្លះជាដីសំខាន់ជាដីរបស់រដ្ឋជាចំណុចសំខាន់យើងត្រូវបុកម៉ាកយើងបុកម៉ាកនៅកន្លែងនេះគ្រាន់តែយើងចុចទៅវាស៊ូមមកយើងអញ្ចឹងយើងងាយស្រួលណាយើងងាយស្រួលការធ្វើការងារណាអញ្ចឹងនៅក្នុង tip របស់ខ្ញុំនេះគឺទី1ខ្ញុំចង់ឲ្យបងប្អូនយល់ថានៅក្នុងការបុកម៉ាកនេះវាមានសារៈសំខាន់សម្រាប់កំណត់សម្គាល់ទៅលើក្បាលដីក្នុងតំបន់របស់យើងថាដីណាខ្លះជាចំណុចសំខាន់ដែលយើងគួរតែដោះស្រាយដែលយើងគួរតែបុកម៉ាកទុកណាអញ្ចឹងនៅក្នុង tip នេះគឺ concept បែបហ្នឹងអញ្ចឹងជាចុងក្រោយបើបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយ share វីដេអូនេះដើម្បីចែករំលែកទៅដល់សិស្សានុសិស្សផ្សេងទៀតដែលមិនទាន់ដឹងហើយបើអ្នកដឹងហើយក៏មិនជាបញ្ហាដែរហើយបើសិនជាមានចំណាប់អារម្មណ៍ទៅលើវគ្គសិក្សាយើងក៏មានបរិញ្ញាបត្រដែរតើតើនៅវគ្គសិក្សាក៏ដូចជាវគ្គមូលដ្ឋានគ្រឹះទៅលើ GS វគ្គគ្រប់គ្រងទិន្នន័យក្បាលដីវគ្គផលិតផែនទីគ្រប់ប្រភេទវគ្គផលិតប្លង់ដីឡូវគ្គ drone data processing ហើយបច្ចុប្បន្ននេះយើងមានមន្ត្រីជាច្រើនទៅតាមក្រសួងទៅតាមស្ថាប័នឬក៏ទៅតាមក្រុមហ៊ុនផ្សេងគ្នាដែលរៀនជាមួយនឹង GX Khmer Learning អញ្ចឹងyes បើបងប្អូនមានចំណាប់អារម្មណ៍អាចចុចឈ្មោះឥឡូវនេះដើម្បីទទួលបានតម្លៃពិសេសបាទសូមអរគុណ